ពេលទិញនឹងដែរបងគិតថាភាគច្រើននៅពេលដែលយើងទិញវាយើងអាចនិយាយថាយើងរៀងចិត្តក្តៅបន្តិចដោយសារយើងឃើញរបស់យើងចេះតែចង់បានអញ្ចឹងណាអញ្ចឹងយើងអាចបានគិតថានៅពេលដែលយើងទិញអាវហ្នឹងទៅយើងគួរពាក់ជាមួយខោអីយើងត្រូវតែងខ្លួនបែបម៉េចដើម្បីវាសមជាមួយនឹងថាអាវហ្នឹងចោះការទិញអនឡាញបងគិតថាបើសិនជាមនុស្សយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់បានណាប្រកាសជាចំណាយច្រើនហើយក៏ទិញច្រើនដូចគ្នាហើយនៅពេលដែលទិញមកបានហ្នឹងក៏វាខកចិត្តច្រើនជំរាបសួរនិងស្វាគមន៍មកកាន់ podcast Behind Your Wardrobe នៅក្នុង podcast នេះយើងនឹងជជែកគ្នាអំពីផលប៉ះពាល់ទៅដល់បរិស្ថានដោយសារតែផលិតកម្មនិងការប្រើប្រាស់សម្លៀកបំពាក់លើសតម្រូវការនាងខ្ញុំសំវរីរតជាអ្នកសម្របសម្រួលកម្មវិធីនៅថ្ងៃនេះនៅក្នុងវគ្គមុនយើងបានជជែកគ្នាអំពីកាកសំណល់វាយនភ័ណ្ឌនិងពិភាក្សាអំពីដំណោះស្រាយមួយចំនួនដូចជាការកាត់បន្ថយការកែច្នៃនិងការប្រើប្រាស់ឡើងវិញអញ្ចឹងនៅថ្ងៃនេះយើងនឹងយល់ដឹងបន្ថែមអំពីផ្នត់គំនិតមួយទៀតតកតងនឹងទម្លាប់និងការទិញសម្លៀកបំពាក់របស់អ្នកប្រើប្រាស់ជាពិសេសចំពោះយុវជនអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅជួបជាមួយវាគ្មិនយើងទាំងអស់គ្នាជំរាបសួរបងជំរាបសួរអូនចាបងសូមណែនាំខ្លួនបន្តិចចឹងបងឈ្មោះប៉ឈូងសប្តាហ៍ថ្ងៃនេះបងធ្វើការនៅ Remade in Cambodia ឬក៏ការកែច្នៃឡើងវិញនៅ Cambodia នៅខ្មែរអញ្ចឹងនៅក្នុងការងារនឹងដែរបងកាន់ជា studio manager ឬក៏យើងគិតថាកាន់ហាងផ្ទាល់អញ្ចឹងទៅហើយ background បងគឺបងរៀនចប់នៅសាលា Lim Kok Wing ដូចជា2ឆ្នាំជាងមុនហ្នឹងហើយនៅក្នុងចន្លោះហ្នឹងដែរបងបានធ្វើការ freelance ច្រើនក៏ដូចជាធ្វើការតាក់ទងជាមួយនឹងការកាត់ដេរសម្លៀកបំពាក់ប្រពៃណីដូចគ្នាចាបងអាចនិយាយបានថាមូលហេតុអីបានបងជ្រើសរើសចូលរៀននៅ Lim Kok Wing រៀន fashion design ចឹងតាំងពីតូចមកគឺបងឆ្លាញ់ការស្លៀកពាក់ដោយសារអីតាំងពីតូចមកគឺពេលធំឡើងអញ្ចឹងអូនឯងដឹងឯនៅក្នុងគ្រួសារបែបជនជាតិអាស៊ីយើងហ្នឹងគឺភាគច្រើនគាត់ចូលចិត្តយកកៅអៅធំឬកៅអៅរបស់បងរបស់ពូរបស់មីងដែលគាត់ជប់ពាក់ហ្នឹងគឺគាត់ឲ្យយើងបន្តគ្នាអញ្ចឹងតាំងពីក្មេងមកគិតថាបើសិនជាបងចេះដេរក៏ចេះច្នៃកៅអៅអញ្ចឹងគឺបងអាចធ្វើសម្រាប់ពាក់ខ្លួនឯងបានប៉ុន្តែនៅពេលដែលបងរៀនដូចជាសាកលវិទ្យាល័យនៅក្នុងកន្លងពេលហ្នឹងគឺបងមានបញ្ហាច្រើនតាក់ទងជាមួយនឹងភេទខ្លួនឯងដូចអនឯងដឹងហើយសប្តាហ៍ថ្ងៃនេះបងអាចនឹងនិយាយថាបងជា transgender ឬក៏មនុស្សជនថាកែភេទម្នាក់ចុះអញ្ចឹងបង transition ឬក៏កែពីប្រុសមកស្រីគឺតាក់ទងជាមួយនឹងបញ្ហាការស្លៀកពាក់ហ្នឹងគឺពិបាកមែនតើនៅខ្មែរយើងដោយសារទី1សម្លៀកបំពាក់មនុស្សស្រីជនជាតិអាស៊ីគឺវាខុសគ្នាជាមួយនឹងទំហំមនុស្សប្រុសខ្លាំងអញ្ចឹងនៅពេលដែលបងខំប្រឹងចង់ពាក់កៅអៅស្រីគឺពាក់ទៅវាអត់ឃើញស្អាតហើយក៏វាអត់ fit ហើយយើងក៏អត់ feel មានអារម្មណ៍ថាស្រួលខ្លួនឬក៏យើងអត់មានអារម្មណ៍ថាសប្បាយខ្លួនសប្បាយចិត្តជាមួយនឹងខ្លួនឯងដូចគ្នាអញ្ចឹងទៅនឹងអាចគិតថានៅពេលដែលបងចប់សាកលវិទ្យាល័យគឺបងជ្រើសរើសការកែច្នៃកៅអៅហ្នឹងគឺដោយសារតែមូលហេតុហ្នឹងដូចគ្នាអូនចាតើដោយសារអញ្ចឹងដែរបងចូលទៅធ្វើការនៅ Remade ឬមួយក៏មិនដែរនៅក្នុងកន្លងពេលហ្នឹងគឺបងរៀនចប់ហ្នឹងក៏បងអត់ទាន់ដឹងថាចង់ធ្វើការគេដែរដោយសារនិយាយពីជំនាញបងផ្ទាល់ហ្មងគឺនៅក្នុងទីផ្សារយើងពិបាករកការងារធ្វើខ្លាំងដែលបងសម្រាប់ចិត្តចូលធ្វើការមុនគេហ្នឹងគឺតាក់ទងជាមួយនឹងការកាត់ដេរប្រពៃណីដែលបងគិតថានៅក្នុងវិស័យច្នៃម៉ូដយើងច្រើនគឺខាងហ្នឹងគាត់គិតថាចំណូលបានច្រើនខ្លាំងជាងគេហើយក៏មានភ្ញៀវច្រើនដូចគ្នាអញ្ចឹងនៅពេលដែលបងចូលធ្វើខាងហ្នឹងបានប្រហែលជាមួយឆ្នាំជាងក៏បងសម្រេចចិត្តថាឈប់បន្ទាប់មកនៅក្នុងកន្លងពេលហ្នឹងគឺបង freelance ធ្វើកៅអៅក៏បងបានស្គាល់តាក់ទងជាមួយនឹងខាងកែច្នៃឡើងវិញនៅកម្ពុជាហ្នឹងអញ្ចឹងតាក់ទងជាមួយខាងហ្នឹងក៏នៅក្នុងពីមុនមកក៏បងបានដឹងតាក់ទងជាមួយនឹងការផលប៉ះពាល់នៃវិស័យកែច្នៃសម្លៀកបំពាក់ហ្នឹងចោះឬក៏បង្កើតឬក៏កាត់ដេរហ្នឹងគឺមានផលប៉ះពាល់ច្រើនទៅលើenvironment ឬក៏ទៅលើថាទន្លេឬក៏ទឹកឬក៏អាកាសធាតុឬក៏អីអញ្ចឹងទៅអញ្ចឹងទៅក៏បងគិតថាយើងអាចនឹងចូលរួមធ្វើម៉េចឲ្យបរិស្ថានរបស់យើងនៅខ្មែរនេះឲ្យវាជួយឲ្យបង្កើនល្អតាមរបៀបណាដែលវាទោះបីតិចច្រើនក៏យើងគិតថាយើងអាចនឹងចូលរួមបានដែរដល់ពេលអញ្ចឹងទៅក៏បងសម្រេចចិត្តចូលនៅក្នុងការបង្ហាញម៉ូដគេនៅឆ្នាំមុន2025ហ្នឹងមិញបងនិយាយថាបងចាប់ផ្ដើមមួយនឹងការកាត់ដេររបៀបលក្ខណៈប្រពៃណីតែដល់ពេលឥឡូវមកធ្វើការនៅ Remade more like ជា recycling upcycle តើអាការងារនោះវាខុសគ្នារបៀបម៉េចតើបងខុសគ្នាច្រើនអូនដោយសារបងគិតថាបើសិនជាយើងនិយាយពីការកាត់ដេរបែបប្រពៃណីហ្នឹងគឺprocess ឬក៏ដំណើរការនៅក្នុងពីដើមដល់ចប់គឺ
វាមានខ្លីជាងការ upcycling ឬក៏ការកែច្នៃឡើងវិញយករបស់ដែលយើងមានស្រាប់ឬយកមកច្នៃឡើងវិញហ្នឹងគឺវាត្រូវការយើងគិតច្រើនហើយដំណើរការរបស់វាក៏ច្រើនដូចគ្នាអញ្ចឹងបងឧទាហរណ៍ឲ្យអូនឯងបន្តិចតួចទៅបានស្ដាប់ទាំងអស់គ្នា so តាក់ទងជាមួយនឹងការកាត់ដេរហ្មងគឺដំបូងឡើងគឺភ្ញៀវគាត់មានម៉ូដដែលគាត់ស្រឡាញ់គាត់ទិញកណាត់មកយើងគ្រាន់តែធ្វើពុម្ពហើយកាត់យកហ្មងហើយនៅក្នុងដំណើរការហ្នឹងដែរគឺយើងបង្កើតថាសំណល់ណាសំណល់តាក់ទងជាមួយនឹងកណាត់តាក់ទងជាមួយនឹងអំបោះគឺច្រើនដោយសារនៅក្នុងការបង្កើតឈុតសម្លៀកបំពាក់មួយគឺយើងអាចកំណត់ថាម៉ូដនេះយើងប្រើបានត្រូវការកណាត់ប៉ុណ្ណាឲ្យត្រូវ 100% ហ្មងឯងអញ្ចឹងនៅពេលដែលទិញមកយើងតែងតែទិញលើសហើយដោយសារជួនកាលនៅពេលដែលយើងកាត់វាអាចនឹងមានបញ្ហាយើងត្រូវការកណាត់ថែមកុំឲ្យយើងទិញថែមលើក្រោយគឺសម្រាប់គេលក់គឺគេអត់លក់កន្លះម៉ែត្រឬក៏តិចជាងហ្នឹងអញ្ចឹងគឺគេអត់លក់អីហើយយើងត្រូវការបន្តិចហ្នឹងគឺយើងទៅទិញថែមមានន័យថាយើងនឹងសល់កណាត់កាន់តែច្រើនអញ្ចឹងដំណើរការហ្នឹងវាតែប៉ុណ្ណឹងឯងភ្ញៀវមកឡហើយយើងបញ្ចប់ការងារសម្រាប់ឲ្យភ្ញៀវអញ្ចឹងទៅប៉ុន្តែតាក់ទងជាមួយនឹងការកែច្នៃឡើងវិញនេះគឺទី1យើងត្រូវឆែកមើលថាយើងមានអ្វីសិនឧទាហរណ៍ថាភ្ញៀវគាត់ចង់យកអាវរបស់គាត់ហ្នឹងមកថែមម៉ូដឬក៏គាត់ចង់កែវាទៅជាស្ពតឬក៏ទៅជាអីផ្សេងគឺយើងត្រូវមើលសិនថាកណាត់ហ្នឹងវាគ្រប់គ្រាន់អត់យើងត្រូវមើលសិនថាយើងអាចច្នៃមិនដើម្បីឲ្យវាចេញទៅវាបង្កើតកាកសំណល់តិចបំផុតច្នៃមិនដើម្បីឲ្យវាចេញទៅគឺវាពាក់ត្រូវជាមួយនឹងភ្ញៀវដែលគេចង់បានហ្នឹងហើយច្នៃមិនដើម្បីឲ្យពាក់ទៅឃើញសមរម្យដើម្បីកុំឲ្យគេយើងខំប្រឹងច្នៃចំណាយពេលរបស់យើងចំណាយទាំងការគិតធ្វើឲ្យគេហើយនៅពេលដែលយកទៅគេអត់ស្រឡាញ់គេអត់ពេញចិត្តគេអត់ពាក់អាហ្នឹងគឺវាបង្កើតជាកាកសំណល់ដូចគ្នានៅពេលដែលគេអត់ស្រឡាញ់គេបោះចោលអូនមិនអញ្ចឹងក៏គេឈប់ពាក់គេចេះទុកចោលអញ្ចឹងវាអាចជាយើងអាចនឹងគិតថាគិតទៅដល់នឹងខាងថ្ងៃអនាគតទៅវាអាចនឹងមានជីវិតយូរបន្តទៀតអត់ចាអាហ្នឹងវាអាចតាក់ទងមួយនឹងយើងអាចនិយាយបានថា mindful consumption ឬមួយក៏ការទិញឬមួយក៏ជ្រើសរើសសម្លៀកបំពាក់ដោយចេះគិតគូរតើសម្រាប់បងអាហ្នឹងបានន័យថាម៉េចទៅបងសម្រាប់បងហ្មងវាអាចនឹងចាប់ផ្ដើមពីការទិញរបស់យើងមុនដំបូងអូនឯងដឹងហើយនៅពេលដែលបងគិតថាសម្រាប់ក្មេងៗភាគច្រើនឥឡូវគឺគេមើលទៅតាម trend អញ្ចឹងនៅពេលដែលគេមើលតាម trend គេគិតថាអាវនេះស្អាតតាខោនេះស្អាតគេពាក់ស្អាតប៉ុន្តែគាត់កំងអនឡាញអញ្ចឹងទៅអាវហ្នឹងគាត់អត់បានលខ្លួនឯងឬក៏គាត់អត់បានសាកស្លៀកពាក់ខ្លួនឯងទេអូនឯងដឹងហើយសម្រាប់មនុស្សយើងរូបរាងខុសគ្នាមានទំហំខុសគ្នាកម្ពស់ខុសគ្នាអញ្ចឹងនៅពេលដែលគេពាក់ស្អាតអត់ប្រកាសថាយើងពាក់ស្អាតទេអញ្ចឹងនៅពេលដែលពួកគាត់ឃើញមានគេពាក់ស្អាតគាត់ស្រឡាញ់ទៅតាមគ្នាអញ្ចឹងគាត់កំងមកគឺពាក់ទៅអត់ស្អាតដូចគេក៏គាត់ទុកចោលឬក៏គាត់ឈប់ពាក់អញ្ចឹងគាត់យកទៅឲ្យអ្នកផ្សេងអាហ្នឹងការទិញមួយហើយសម្រាប់ការទិញនៅក្នុងហាងនៅក្នុងហាងផ្ទាល់ហ្មងក៏បងគិតថាវាអាចនឹងមានបញ្ហាតាក់ទងជាមួយនឹងការទិញនឹងដូចគ្នាជាទូទៅអ្នកលក់គេតែងតែធ្វើម៉េចចង់ឲ្យភ្ញៀវគេទិញឯងត្រូវអត់អញ្ចឹងជួនកាលគេអាចបញ្ចុះបញ្ចូលឬក៏ជួនកាលនៅក្នុងបន្ទប់ fitting នេះគេរៀបចំភ្លើងឬក៏គេរៀបចំកញ្ចក់បែបម៉េចឲ្យយើងស្លៀកពាក់ទៅឃើញស្អាតហើយនៅពេលដែលបងគិតថាអនឡាញក៏អាចជួបនឹងបញ្ហាហ្នឹងដែរនៅពេលអនឡាញលោនៅកន្លែងទិញសម្លៀកបំពាក់ឬក៏ហាងរបស់គេហ្នឹងមកដល់ផ្ទះលោម្ដងទៀតគឺវាអត់ដូចគ្នាទេហ្នឹងហើយអញ្ចឹងវាអាចនឹងជាបញ្ហាសម្រាប់នឹងមួយទៀតហើយនៅពេលទិញហ្នឹងដែរបងគិតថាភាគច្រើននៅពេលដែលយើងទិញវាយើងអាចនិយាយថាយើងរៀងចិត្តក្តៅបន្តិចដោយសារយើងឃើញរបស់យើងចេះតែចង់បានអញ្ចឹងណាអញ្ចឹងយើងអាចបានគិតថានៅពេលដែលយើងទិញអាវហ្នឹងទៅយើងគួរពាក់ជាមួយខោអីយើងត្រូវតែងខ្លួនបែបម៉េចដើម្បីវាសមជាមួយនឹងថាអាវនឹងចោះឬក៏សម្លៀកបំពាក់មួយឈុតនឹងចោះអញ្ចឹងវាអាចនឹងជាបញ្ហានៅពេលដែលយើងទៅមើលកៅអៅដែលយើងមាននៅផ្ទះហ្នឹងគឺវាពាក់អត់ចូលគ្នាអញ្ចឹងយើងគិតថាគួរតែទៅទិញខោថែមគួរទិញអាវខោថែមហ្នឹងវាជួយបង្កើនឲ្យការទិញរបស់យើងហ្នឹងគឺកាន់តែច្រើនឡើងសម្រាប់មួយទៀតនៅពេលដែលយើងទិញក៏យើងអាចបានគិតទៅដល់ថាquality របស់សម្លៀកបំពាក់មួយហ្នឹងគឺវាយើងអាចនឹងគិតថាពាក់បានប៉ុន្មានដងឬក៏យើងប្រើប្រាស់បានច្រើនដងអត់ទេឥឡូវហ្នឹងអូនឯងដឹងហើយបើសិនជាទីផ្សារធំជាងគេបំផុតហ្មងគឺ fast fashion ឬក៏កៅអៅ ready to wear ហ្នឹងគឺមានរោងចក្រច្រើនណាស់បង្កើតផលិតផលបែបហ្នឹងហើយផលិតផលបែបហ្នឹងដើម្បីឲ្យតម្លៃវាបានរៀងធូរថ្លៃសម្រាប់ក្មេងៗដែលយើងគាត់ចូលចិត្តតែងខ្លួននឹងទិញបានហ្នឹងគឺត្រូវតែតម្លៃសមរម្យជាមួយនឹងពួកគាត់ដូចគ្នាអញ្ចឹងតម្លៃវារៀងសមរម្យតម្លៃវារៀងធូរថ្លៃការបង្កើតហ្នឹងក៏ត្រូវធូរថ្លៃដូចគ្នាអញ្ចឹងវាអាចនឹងប៉ះពាល់ទៅដល់ការផលិតហ្នឹងជួនកាលបើសិនជានៅក្នុងរោងចក្រហ្នឹងខាងជាងដេរឬក៏ខាងក្រុមការងារគេហ្នឹងត្រូវធ្វើម៉េចឲ្យវាបានលឿនហើយបានតម្លៃធូរគេដេរគេអត់ខ្វល់ទេអូនសំខាន់ឲ្យតែវាចេញរូបរាងអញ្ចឹងណាអញ្ចឹងទៅពេលខ្លះវាអាចនឹងដេរហ្នឹងមានបញ្ហាតិចតួចឬក៏វាដេរអត់ជាប់ឬក៏មិនអញ្ចឹងហើយមួយទៀតក៏នៅពេលដែលយើងយកមកប្រើប្រាស់អូនឯងឃើញពេលខ្លះសពុតអីចឹងយើងទៅទិញឯងគ្រាន់តែយើងសកមកពាក់អត់
hiện tại anh tínhហ្នឹងvì là hay thế bạn ấy xa hụt này nó có việc chập khôi cho mùi nâng cân nát có đôi khi cân nát có cái ọt pra cân nát đã biên tha quality ខ្ពស់ឬក៏កណាត់ដែលប្រើប្រាស់បានយូរឯដើម្បីគេចង់ឲ្យធ្វើម៉េចនៅពេលដែលយើងទិញទៅយើងពាក់អាហ្នឹងយើងឆ្លាញ់ឈុតយើងឆ្លាញ់មកផ្អែមមួយឈុតហ្នឹងណានៅពេលដែលយើងពាក់អត់បានយូរយើងនឹងបកទៅទិញថែមទៀតថាអត់អញ្ចឹងអាហ្នឹងវាអាចតាក់ទងជាមួយនឹង marketing របស់គេ ចឹងចំពោះការយកឃើញបងបងតើយុវជនឬមួយក៏យុវវ័យគាត់យល់ដឹងយ៉ាងណាចំពោះការទិញសម្លៀកបំពាក់ដោយចេះគិតគូរនឹងហ្មង បងគិតថាក្មេងៗឬក៏យុវវ័យឥឡូវគឺតាក់ទងជាមួយនឹងសម្លៀកបំពាក់ឥឡូវគឺបានយល់ដឹងច្រើនប៉ុន្តែគាត់យល់ដឹងក៏នៅមានកម្រិតដូចគ្នាដោយសារកន្លែងដែលគាត់អាចថានឹងយកព័ត៌មានឬក៏តាក់ទងជាមួយនឹងការចែកចាយព័ត៌មានហ្នឹងគឺនៅមានកំណត់បងគិតថាបើសិនជាយុវវ័យឥឡូវគឺភាគច្រើនគាត់ប្រើប្រាស់TikTok social media ឬក៏ថា Instagram ច្រើននៅក្នុងហ្នឹងគឺភាគច្រើនគេផ្ដោតទៅលើtrend ផ្ដោតទៅលើ aesthetic ឬក៏ការធ្វើខ្លួនបែបប្រភេទណាឲ្យមើលទៅមានការទាមទារចំណាប់អារម្មណ៍ឬក៏មានការស្អាតបែបតាមប្រភេទផ្សេងៗគ្នាអញ្ចឹងទៅអញ្ចឹងនៅក្នុងនោះដែរក៏គេអាចបានបញ្ជាក់ដែរសម្រាប់ថានៅពេលដែលយើងតែងខ្លួនប្រភេទនេះយើងត្រូវថែទាំសម្លៀកបំពាក់ប្រភេទហ្នឹងបែបម៉េចឧទាហរណ៍ថាឥឡូវបងឃើញគេតែងខ្លួនប្រភេទទៅតាមដូចឧទាហរណ៍ថា street wear ចោះសម្លៀកបំពាក់ street wear វាតែងតែមានភាគច្រើនគឺ khao cowboy សាច់ cowboy អញ្ចឹងទៅ khao cowboy ហ្នឹងជាទូទៅបើសិនជាយើងគិតណាប្រភេទសាច់កណាត់ហ្នឹងគឺគេប្រើប្រាស់សម្រាប់ឲ្យយើងប្រើប្រាស់ធន់អញ្ចឹងសម្រាប់ work wear និយាយទៅគឺសម្រាប់ធ្វើការធ្ងន់ៗដូចជាធ្វើការសំណងឬក៏ធ្វើការនៅក្នុងរោងចក្រឬក៏អីអញ្ចឹងទៅអញ្ចឹងប្រភេទសាច់ហ្នឹងបើសិនជាយើងបោកវាច្រើនមានន័យថាវាយូរទៅវាអាចនឹងអស់អាការមាំរបស់វាហ្នឹងណាដោយសារនៅពេលដែលយើងបោកគឺយើងប្រើម៉ាស៊ីនគឺយើងត្រូវទៅដោះវាឬក៏វាកកិតជាមួយសាច់កណាត់គ្នាវាហ្នឹងទៅវិញទៅមកហ្នឹងគឺវាធ្វើឲ្យមានអាកន្លែងខ្លះវាឆាប់លះហើយវាធ្វើឲ្យមានកន្លែងខ្លះវាកកិតច្រើននៅពេលដែលយើងពាក់វាស្លកពណ៌ឬក៏អីអញ្ចឹងទៅអញ្ចឹងជាទូទៅសម្រាប់សាច់កាបូយហ្មងគឺយើងគិតថាយើងអត់គួរតែបោកទឹកច្រើនទេតែបើសិនជាចង់ឲ្យស្អាតយើងអាចយកវាទៅហាលថ្ងៃឬក៏តាមមួយប្រភេទទៀតអានេះវារៀងឆ្លៃតិចបើសិនជាយើងគិតថាតាក់ទងជាមួយនឹងប្រពៃណីរបស់យើងណាគឺយើងយកវាទៅដាក់ class A ទី1ហ្នឹងហើយបងគិតថាវារៀងឆ្លៃដែរប៉ុន្តែនៅពេលដែលយើងហាលថ្ងៃឬក៏ class A ហ្នឹងគឺវាជួយឲ្យបំបត្តិអាក្លិនដែលវាមាននៅពេលដែលយើងពាក់ហ្នឹងវាជួយបំបត្តិឲ្យជាតិញើសឬក៏ជាតិមេរោគលើហ្នឹងគឺសម្លាប់ចោលហើយប៉ុន្តែសម្រាប់ការប្រឡាក់វិញឧទាហរណ៍យើងនិយាយពីការប្រឡាក់ទឹកជ្រលក់ឬក៏ប្រឡាក់ដីប្រឡាក់អីអញ្ចឹងនៅពេលដែលវាប្រឡាក់កន្លែងណាយើងគួរតែសម្អាតតែកន្លែងហ្នឹងបានហើយជាទូទៅសម្រាប់ការប្រើប្រាស់khao cowboy ហ្នឹងបងគិតថាបើសិនជាយើងបានដឹងទៅដល់ណាអញ្ចឹងការប្រើប្រាស់ហ្នឹងក៏យើងអត់គួរបោកឧទាហរណ៍យើងពាក់ម្ដងយើងយកទៅបោកម្ដងគឺវាអត់ត្រូវទេយើងអាចនឹងពាក់ថា2 3ដងចុះបើសិនជាយើងគិតថាវាអាចនឹងមានមេរោគច្រើនឬក៏វាប្រឡាក់ច្រើនហ្នឹងចាំយើងយកទៅបោកទៀតអញ្ចឹងបងគិតថាអានេះដោយសារបងហ៊ាននៅខាងហ្នឹងមិនបងដឹងព័ត៌មានខាងហ្នឹងឯងអញ្ចឹងនៅក្នុងបណ្ដាញយើងបងគិតថាខាងតែថែទាំប្រភេទសាច់កណាត់ឬក៏ថែទាំសម្លៀកបំពាក់ហ្នឹងគឺវានៅខ្វះច្រើនវានៅស្ទើរច្រើនហើយបើសិនជាយើងចង់ថែទាំឧទាហរណ៍ថាយើងអត់មានពេលសម្រាប់ថែទាំហ្នឹងក៏យើងអត់មានពេលសម្រាប់សម្អាតវាដោយសារវាមានដំណើរការច្រើនអញ្ចឹងនៅពេលដែលយើងអត់មានពេលយើងយកទៅឲ្យគេបោកឲ្យអញ្ចឹងនៅពេលដែលបោកឲ្យគឺយើងចំណាយលុយច្រើនអញ្ចឹងយើងគិតទៅដល់ហ្នឹងដូចគ្នាថានៅពេលដែលយើងយកទៅឲ្យគេបោកឲ្យហ្នឹងនៅពេលដែលគេសម្អាតឲ្យយើងហ្នឹងគឺវាស័ក្តិសមអត់ជាមួយនឹងសម្លៀកបំពាក់របស់យើងឧទាហរណ៍ថាបងឃើញភាគច្រើនគេឲ្យធ្វើការនៅក្នុង office ដែលពួកគាត់ចង់ឲ្យស្អាតភ្លឹងហ្នឹងគឺគាត់យកទៅឲ្យខាងបោកអ៊ុតបោកឲ្យច្រើនប៉ុន្តែបងឃើញនៅក្នុងខាងបោកអ៊ុតហ្នឹងកន្លែងខ្លះគឺគាត់អត់មានជំនាញដល់ទេអញ្ចឹងហ្នឹងយើងត្រូវមើលផ្ទាល់ដែរនៅពេលដែលបោកហ្នឹងជួនកាលវាអាចនឹងមានបញ្ហាសម្រាប់សម្លៀកបំពាក់ហ្នឹងធ្វើឲ្យវាខូចហ្មងយើងពាក់លេងបានហ្មងហើយខាបោកអ៊ុតសម្លៀកបំពាក់សម្លៀកបំពាក់ប្រពៃណីឬក៏សម្លៀកបំពាក់ខ្មែរហ្នឹងក៏ដូចគ្នាបងជួបភ្ញៀវភាគច្រើនណាគឺគាត់មកហាងយើងអញ្ចឹងគាត់ថាយើងជួយកែឲ្យគាត់មិនបានអត់ដោយសារគាត់យកទៅដាក់ឲ្យគេបោកអ៊ុតទៅគឺវាខូច mode ខូច quality ខូចសាច់កណាត់អញ្ចឹងដោយសារគេអត់ទាន់ដឹងថាសាច់ហ្នឹងត្រូវសម្អាតបែបម៉េចតែកន្លែងហ្នឹងគួរឲ្យចាប់អារម្មណ៍មែនតើបងភូតបងនិយាយថាកៅអៅខ្លះយកទៅដាក់នៅកន្លែងបោកអ៊ុតហើយនៅតែមានបញ្ហាទៀតតយកមកឲ្យយើងកែច្នៃអញ្ចឹងសូម្បីតែកន្លែងគាត់បោកអ៊ុតក៏អាចនិយាយបានថានៅខ្វះការយល់ដឹងទៅលើថាថែទាំកៅអៅរបៀបម៉េចដែរចាសំណួរមួយទៀតខ្ញុំចង់សួរបងតាមការយកឃើញរបស់បងតើមូលហេតុអីបានធ្វើឲ្យយុវជនគាត់ពេញនិយមធ្វើតាម trend បងគាត់ថាវាជាធម្មជាតិរបស់មនុស្សយើងអូនដោយសារអីដូចយើងឃើញហើយតាំងពីជំនាន់មុន
ម្នាក់ចូលចិត្តតាមគ្នាយើងនិយាយថាដើម្បីឲ្យចូលចុះនៅក្នុងសង្គមចុះយើងអាចនិយាយបានអញ្ចឹងឧទាហរណ៍ថានៅក្នុងសាលាហ្នឹងបើសិនជាគេពេញនិយមធ្វើអីគឺក្មេងៗឬក៏សិស្សទាំងអស់គ្នាហ្នឹងក្រែងតែធ្វើតាមគ្នាហើយមួយទៀតយើងចង់បានឲ្យសង្គមទទួលស្គាល់យើងដូចគ្នាអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងធ្វើខ្លួនខុសពីគេចោះយើងអត់ទៅធ្វើតាមគេនៅពេលដែលយើងចេញក្រៅវាអាចនឹងរៀងពិបាកបន្តិចដោយសារអ្នកជុំវិញខ្លួនគេអាចនឹងមើលមកយើងរៀងឆ្លែកគេអាចនឹងមើលមកយើងនៅក្នុងន័យមួយដែលគេច្រៀងឆ្ងល់អញ្ចឹងទៅអញ្ចឹងអាហ្នឹងយើងវាអាចនឹងធ្វើឲ្យអារម្មណ៍យើងរៀងប៉ះពាល់យើងអាចវាអាចនឹងធ្វើឲ្យយើងរៀងមានអារម្មណ៍ថាយើងអត់ស្រឡាញ់ខ្លួនឯងយើងមានអារម្មណ៍ថាយើងអត់ comfortable ជាមួយនឹងខ្លួនឯងឬក៏សម្លៀកបំពាក់ដែលយើងពាក់អញ្ចឹងទៅអញ្ចឹងនៅពេលដែលការធ្វើទៅតាម trend ឬក៏ធ្វើទៅតាមគេអ្នកដែលល្បីគេឃើញពាក់ស្អាតហ្នឹងគឺយើងដឹងហើយថានៅពេលដែលយើងស្លៀកពាក់អញ្ចឹងគឺប្រកាសជាអ្នកជុំវិញខ្លួនគេទៅសើគេថាយើងស្អាតថាយើងអញ្ចេះចឹងថាយើងចូលរួមចោះក្នុងសង្គមណាអញ្ចឹងមានភាពទទួលស្គាល់ច្រើនយើងសប្បាយចិត្តយើងអត់ទៅតាក់ទងជាមួយនឹងផលប៉ះពាល់ច្រើនតាក់ទងជាមួយនឹងអារម្មណ៍មួយឬក៏តាក់ទងជាមួយនឹងរូបរាងរបស់យើងមួយទៀតហើយបងគិតថាសម្រាប់មួយទៀតបញ្ហាដែលពួកគាត់ជួបនឹងអាចនឹងពួកគាត់អត់ទាន់ស្គាល់ខ្លួនឯងច្បាស់អញ្ចឹងយើងអាចនឹងចំណាយពេលច្រើនមែនតើដើម្បីនៅពេលដែលយើងរកឃើញសម្លៀកបំពាក់ណាមួយដែលយើងពាក់ទៅថាវាស្អាតឬក៏ខោប្រភេទមិនទៅខោជើងធំខោជើងតូចឬក៏អីអញ្ចឹងទៅអញ្ចឹងនៅពេលដែលពួកគាត់មើលឃើញនៅក្នុងបណ្ដាញ Facebook ឬក៏ក្នុងបណ្ដាញ social media ដែលគេមើលស្លៀកពាក់ឬក៏គេពីរៀនយើងតែងខ្លួនហ្នឹងណាគឺគេប្រាប់យើងហើយថាយើងពាក់មិនស្អាតពាក់ជាមួយអីស្អាតពាក់ជាមួយរបៀបអញ្ចេះឬក៏រូបរាងយើងមិនគួរតែពាក់មិនអញ្ចឹងទៅគឺបងគាត់ថាងាយស្រួលនៅក្នុងការពួកគាត់គិតទៅដល់ថាសម្រាប់រូបរាងពួកគាត់កម្ពស់ប៉ុណ្នេះគីឡូប៉ុណ្នេះគាត់គួរតែស្លៀកពាក់បែបម៉េចអញ្ចឹងចំណុចហ្នឹងមួយដែលធ្វើឲ្យពួកគាត់បងគាត់ថាធ្វើទៅតាមtrend ហ្នឹងអញ្ចឹងទៅវាក៏ជួយកាត់បន្ថយការចំណាយពេលរបស់យើងផ្ទាល់ទៅពេលដែលទៅទិញដូចគ្នាអញ្ចឹងឧទាហរណ៍ថាអូនឯងដឹងហើយបើសិនជាពីជំនាន់មុនយើងអត់មានការណែនាំឬក៏យើងអត់មាន trend ឬក៏អត់មានអីអញ្ចឹងនៅពេលដែលទិញយើងឃើញណាគឺយើងត្រូវយកមកលក់លើខ្លួនឯងសិនអញ្ចឹងវាអាចនឹង take ជាទូទៅបើសិនជាយើងដើរទិញអីវ៉ាន់ហ្មងណាវាអាចនឹងចំណាយពេលមួយថ្ងៃពេញក៏យើងអត់តន់ទិញបានរបស់ដែលយើងត្រូវការដែរអញ្ចឹងវាចំណាយពេលច្រើនខ្លាំងមែនតើសម្រាប់ការទិញហ្នឹងអញ្ចឹងនៅពេលដែលពួកគាត់ដឹងច្បាស់ពួកគាត់ឃើញនៅក្នុង trend ហ្នឹងហើយគាត់ដឹងថាគាត់ឆ្លាញ់ម៉ូដមិនហើយគឺពេលដែលគាត់ទៅទិញគឺវាចំណាយពេលលឿនគាត់គ្រាន់តែកម្មង់ពី online ក៏បានគាត់ចំណាយពេលយ៉ាងច្រើន5នាទីសម្រាប់ដាក់កម្មង់មិនអញ្ចឹងនៅពេលដែលគាត់ទៅទិញនៅកន្លែងហាងគេផ្ទាល់ក៏គាត់ដឹងម៉ូដហើយស្រាប់ដែរអញ្ចឹងគាត់គ្រាន់តែទៅដល់យកឡូហើយគាត់គិតលុយហ្មងអញ្ចឹងវាអាចនឹងថាយ៉ាងយូរ30នាទីអីចុះអញ្ចឹងគឺវាជួយពលឿនដំណើរការនៃការទិញហ្នឹងច្រើនអញ្ចឹងគាត់នៅពេលដែលគាត់សល់ពេលច្រើនគាត់អាចនឹងយកទៅធ្វើអីផ្សេងបានអញ្ចឹងបងគាត់ថាវាអាចជាចំណុចមួយដែលធ្វើឲ្យពួកគាត់ធ្វើទៅតាម trend ដូចគ្នាចាតែដល់ពេលយើងទិញតាម online អញ្ចឹងទៅវាមិនធ្វើឲ្យយើងកាន់តែទិញកាន់តែច្រើនដល់ពេលវាស្រួលយើងចង់ទិញកាន់តែច្រើនអានោះវាជាបញ្ហាមួយទៀតអត់បងគាត់ថាវាជាបញ្ហាដូចគ្នាអូនដោយសារអីការទិញ online បងគាត់ថាបើសិនជាមនុស្សយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់បានណាប្រកាសជាចំណាយច្រើនហើយក៏ទិញច្រើនដូចគ្នាហើយនៅពេលដែលទិញមកបានហ្នឹងក៏វាខកចិត្តច្រើនការត្រូវចិត្តក៏ច្រើនដូចគ្នាដោយសារយើងទិញច្រើនអញ្ចឹងនៅពេលដែលពួកគាត់ទិញបងគាត់ថានៅពេលដែលគាត់ទិញរបស់មកត្រូវធ្វើឲ្យគាត់មានអារម្មណ៍ថាអូយគាត់ចង់ទៅទិញបន្ថែមគាត់ចង់កំងពីខាងនឹងបន្ថែមដោយសារកៅអៅរបស់គេស្អាតដោយសារគាត់ពាក់ទៅឃើញស្អាតប៉ុន្តែមួយទៀតនៅពេលដែលគាត់បានគិតទៅដល់ថានៅពេលដែលគាត់ទិញបន្ថែមនៅពេលដែលគាត់ចង់បានអីរបស់អីច្រើនហ្នឹងគឺគាត់ត្រូវចំណាយថវិកាអញ្ចឹងវាអាចនឹងធ្វើឲ្យមានផលប៉ះពាល់មួយទៅលើថវិការបស់គាត់ឧទាហរណ៍ថាបងរស់នៅប្រចាំថ្ងៃបងធ្វើការបងរកចំណូលមកគឺវាមានកំណត់អញ្ចឹងបើសិនជាយើងអត់ចេះសន្សំថវិកាហ្នឹងសម្រាប់ថ្ងៃអនាគតទេឬក៏យើងសន្សំទៅលើថវិកាសម្រាប់សុខភាពដើម្បីមើលថែទាំអញ្ចឹងទៅគឺពេលដែលយើងអត់ចេះសន្សំអញ្ចឹងគឺវាអាចនឹងថ្ងៃមុខយើងឈឺយើងអីយើងមិនអត់ឃើញអញ្ចឹងវាអាចនឹងមានផលប៉ះពាល់ទៅខាងហ្នឹងដោយសារយើងអត់មានថវិកាសម្រាប់គ្រប់គ្រងខាងហ្នឹងប៉ុន្តែនៅពេលដែលគាត់ចំណាយលុយឬក៏ថវិកាហ្នឹងសម្រាប់ទៅទិញកៅអៅហ្នឹងគាត់បានគិតទៅដល់ថាថ្ងៃមុខទៅគាត់ត្រូវការចំណាយថវិកាហ្នឹងទៅលើអីផ្សេងអត់គាត់មានលុយនៅក្នុងខ្លួនគាត់គិតថាឥឡូវសល់គាត់អាចចេះតែទិញបានអញ្ចឹងគាត់ទិញហើយត្រូវអត់ព្រោះអីគាត់មានកម្មវិធីបន្តគាត់ចង់ថែខ្លួនស្អាតគាត់ចង់តែងខ្លួនឲ្យប្លែកសម្រាប់មួយទៀតបើសិនជាខកចិត្តវិញបងគិតថាបើសិនជាពួកគាត់ខកចិត្តច្រើននៅពេលដែលគាត់កំងហ្នឹងគឺអាចនឹងជួយកាត់បន្ថយចិត្តកំណត់មួយរបស់គាត់ហ្នឹងដើម្បីកុំឲ្យគាត់ទិញបន្ថែមកាន់តែច្រើនដោយសារគាត់កំងហើយគាត់ពាក់អត់ស្អាតហ្នឹងគាត់ទិញទៀតទៅអីអញ្ចឹងខកចិត្ត
មួយទៀត បញ្ហាដែលវាមានដោយសារការខកចិត្តហ្នឹងគឺគាត់នឹងទៅកំងមកដដែលហ្នឹងពីហាងផ្សេងដោយសារគាត់គិតថាផលិតផលវាអាចនឹងផ្សេងគ្នាយកមកពីកន្លែងផ្សេងគ្នាឬរហងចក្រផ្សេងគ្នាអញ្ចឹងអាហ្នឹងវាអាចនឹងជាបញ្ហាហ្នឹងដូចគ្នាប៉ុន្តែបងគិតថាបើសិនជាពួកគាត់អាចយល់ដឹងពីអឺផលប៉ះពាល់សម្លៀកបំពាក់ហ្នឹងទៅលើបរិស្ថានច្រើនដូចខាងបងធ្វើការហ្នឹងគាត់បានដឹងយល់ច្រើនគឺគាត់នឹងកាត់បន្ថយដល់ខ្លួនឯងដោយសារគាត់បានដឹងពីខាងថាវាប៉ះពាល់មិនអញ្ចឹងណា ចាចំពោះយោបល់របស់បងផ្ទាល់ការលេងម៉ូដសម្លៀកបំពាក់តាម trend ហ្នឹងវានៅក្នុងចំណោមយុវជនហ្នឹងតើគាត់គួរឬមិនគួរលេងម៉ូដតាម trend ហ្នឹងបង យើងធ្វើទៅតាម trend ប៉ុន្តែយើងធ្វើឲ្យមានកម្រិតយើងកុំធ្វើឲ្យហួសហេតុពេកដោយសារ trend ទី1អត់ឯងដឹងហើយសម័យឥឡូវដើម្បីឲ្យលក់ផលិតផលបានលឿនគឺ trend ហ្នឹងគឺផ្លាស់ប្ដូរថ្មីរហូតវាអាចនឹងបើសិនជាយើងនិយាយថាជីវិតរបស់វា trend មួយអាចទាំងច្រើនមានត្រឹម3ខែទៅ6ខែអញ្ចឹងនៅពេលដែលកំឡុងពេលវេលាហ្នឹងផុតគេចេញ trend មកថ្មីអញ្ចឹងនៅពេលដែលយើង follow ទៅតាមវាឬក៏យើងធ្វើទៅតាមវាយើងត្រូវទិញកៅអៅសម្លៀកបំពាក់ថ្មីយើងត្រូវបដូរការតែងខ្លួនថ្មីយើងធ្វើការសម្អាតថាសម្លៀកបំពាក់ដែលយើងមានហើយហ្នឹងយកទៅណាយកទៅចែកឲ្យបងប្អូនយកទៅចែកឲ្យកុមារកំព្រាយកទៅចែកឲ្យខាងណាក៏យកបោះចោលហ្មងដែលតាមបងដឹងច្រើនមែនតើគឺពីច្រើនគឺគ្នាយើងគឺគាត់បោះចោលហ្មងបងគិតថាបើសិនជាយើងធ្វើទៅតាមគេហ្មងអត់បានគិតថាយើងគួរតែធ្វើទៅតាមនឹងអត់យើងអត់បានចំណាយពេលគិតថាយើងគួរតែធ្វើម៉េចឲ្យវាចំណាយថវិកាតិចបំផុតហើយមានសម្លៀកបំពាក់ដែលយើងអាចពាក់បានយូរអង្វែងហ្នឹងគឺបងគិតថាវាអាចនឹងជាបញ្ហាច្រើនសម្រាប់បរិស្ថានផងសម្រាប់ខ្លួនឯងផងហើយដែលបងគិតថាវាអត់ល្អចំណុចដែលវាអត់ល្អខ្លាំងជាងគេហ្មងគឺជីវិតរបស់ trend វាមានខ្លីនៅពេលដែលយើង follow ទៅតាមវាការស្លៀកពាក់របស់យើងគឺខ្លីដូចគ្នាអញ្ចឹងនៅពេលដែលអញផ្លាស់ប្ដូរស្លៀកបំពាក់ហ្នឹងគឺអញចូលរួមទៅក្នុងចំណុចមួយដែលមានអារម្មណ៍ថាយើងត្រូវចាប់ផ្ដើមម្ដងទៀតអញ្ចឹងអាហ្នឹងនៅពេលដែលយើងចាប់ផ្ដើមម្ដងទៀតវាបងគិតថាបើសិនជាថវិកាយើងចំណាយថវិកាប៉ុន្តែបើសិនជាយើងប្រើបងគិតថា experience ឬក៏ពេលវេលាដែលយើងចូលទៅសាកល្បងថាយើងស្លៀកពាក់ឈុតនឹងស្អាតអត់ឬក៏អីអត់ហ្នឹងគឺវាអាចនឹងមានផលប៉ះពាល់ទៅលើការគិតទៅលើខ្លួនឯងច្រើនដោយសារដូចបងអញ្ចឹងបើសិនជាបងស្លៀកពាក់អញ្ចេះហើយបងឃើញគេស្លៀកពាក់អញ្ចឹងស្អាតបងចង់ស្លៀកពាក់ដូចគ្នានៅពេលដែលបងស្លៀកស្អាតអាហ្នឹងគឺបងតែងតែមានកូនចិត្តមួយថាមិនបានយើងកាត់មកអញ្ចឹងមិនបានគេស្លៀកស្អាតយើងស្លៀកអត់ស្អាតហើយហេតុអីបានមានអញ្ចឹងអាហ្នឹងបងគិតថាបើសិនជាយើងបានគិតទៅដល់ចំណុចទាំងអស់ហ្នឹងពីមួយចំណុចទៅមួយចំណុចគឺយើងនឹងអាចនឹងកាត់បន្ថយការទិញឬក៏ការធ្វើទៅតាម trend នឹងបានច្រើនហើយមួយទៀតបងចង់ឲ្យអ្នកស្ដាប់ទាំងអស់គ្នាឬក៏ឯងដូចគ្នាអញ្ចឹងបានយល់ថាឥឡូវនេះដោយសារ trend គឺវាកំពុងពេញនិយមនិយាយចេះចុះអញ្ចឹងយើងអត់គួរធ្វើទៅតាម trend មួយណាមិនមែនតាក់ទងតែជាមួយសម្លៀកបំពាក់តាក់ទងជាមួយនឹងអីផ្សេងក៏ដោយក៏យើងគួរតែគិតមុននឹងយើងធ្វើទៅតាមគេដូចគ្នាបងនិយាយថាបងបានចុះទៅសម្ភាសច្រើនហើយគាត់ភាគច្រើនគឺគាត់ចោលកៅអៅគាត់ចាអាហ្នឹងដោយសារតែការខ្វះការយល់ដឹងពីផលប៉ះពាល់ឬមួយក៏មិនបងគិតថាពីផលប៉ះពាល់នៃការយល់ដឹងយើងអាចនិយាយថាខ្វះខាតក៏បានដែរប៉ុន្តែបងចង់និយាយថាពួកគាត់យល់ដឹងបានតិចវិញដោយសារមិនមែនថាខ្វះខាតការយល់ដឹងហ្មងទេដោយសារបងឃើញដូចថាមនុស្សភាគច្រើននៅពេលដែលកៅអៅគាត់ពាក់អត់ត្រូវអញ្ចឹងគាត់យកទៅផ្សារសេរីឲ្យគេបញ្ចូលចង្កេះឬក៏កាត់ជើងអីដែរអញ្ចឹងនឹងយើងអាចនិយាយថាវាជាចំណុចមួយដែលពួកគាត់ថាupcycling ឬក៏ recycle ដូចគ្នាដោយសារកៅអៅហ្នឹងគឺគាត់យកទៅសេរីដើម្បីពាក់បានបន្តទៀតឬក៏នៅពេលដែលកៅអៅហ្នឹងគាត់ពាក់អត់ត្រូវគាត់យកទៅចែកបងប្អូនគាត់ឬក៏យកទៅចែកជូនបងប្អូននៅតាមខេត្តឬក៏ចែកជូនទៅកុមារកំព្រាអីហ្នឹងក៏វាអាចនិយាយបានថាជាចំណុចមួយដែលយើង recycle ឬក៏ upcycle ដូចគ្នាប៉ុន្តែសម្រាប់អ្នកខ្លះហ្មងអាចនឹងនិយាយថាពួកគាត់អត់មានពេលវេលាចោះព្រោះអីបើសិនជាយើងយកទៅ donate យើងត្រូវស្គាល់អ្នកគេម្នាក់ដែលគាត់អាចយកទៅចែកចាយបន្តឬក៏យើងត្រូវស្គាល់ថាកន្លែងជាងណាដែលគាត់អាចធ្វើមកបានហើយយើងស្អាតពាក់បានបន្ថែមដូចថ្ងៃមុននេះនៅក្នុងហាងបងគាត់មានភ្ញៀវម្នាក់ដែលគាត់ចូលមកហ្នឹងណាគាត់ថាអានេះគាត់ឆ្លាញ់ខ្លាំងណាប៉ុន្តែនៅពេលដែលវាលហែកអញ្ចឹងគាត់នៅតែចង់ពាក់បន្តនៅពេលដែលគាត់យកទៅឲ្យជាងគេធ្វើឲ្យគេ fix ឲ្យឬក៏សេរីឲ្យអញ្ចឹងគឺគាត់ទទួលយកអត់បានទេដោយសារធ្វើឲ្យខូចគាត់កាន់តែខ្លាំងអញ្ចឹងណាគាត់មកសួរបងថាគួរតែធ្វើមិនទៅដើម្បីឲ្យគាត់ពាក់បានបន្ថែមទៀតអញ្ចឹងណាអញ្ចឹងនៅក្នុងនឹងដែរបងគិតថា
វាអាចនឹងមានចំណុចតូចៗហ្នឹងដែលពួកគាត់ត្រូវគិតច្រើនអញ្ចឹងនៅពេលដែលគាត់អត់ចង់គិតទៅលើហ្នឹងគាត់ចង់តែគិតទៅលើតែគ្រួសារគាត់ឬក៏គិតទៅលើការសិក្សាឬក៏គិតទៅលើចំណុចអីផ្សេងអញ្ចឹងគឺគាត់ប្រមូលកៅអៅហ្នឹងគាត់ច្រកមួយថងគាត់ថាគាត់ទុកសិនអីអញ្ចឹងទៅប៉ុន្តែមែនតើទៅនៅពេលដែលគាត់រៀបចំផ្ទះគាត់ឃើញកៅអៅមួយថងហ្នឹងគឺគាត់អត់បានយកទៅឲ្យគេផងហ្នឹងអញ្ចឹងមានតែបោះចោលហ្មងទៅអញ្ចឹងសម្រាប់មួយទៀតបងគិតថាបើសិនជាគ្នាយើងយល់ដឹងពីការសេរីកៅអៅច្រើនឬក៏កែច្នៃធ្វើម៉េចឲ្យវាពាក់បានម្ដងទៀតច្រើនគឺវាកាន់តែល្អដោយសារបងឃើញឥឡូវក៏មានcontent ដែលគេធ្វើតាក់ទងជាមួយនឹងការកែច្នៃកៅអៅចាស់ៗយកមកដើម្បីឲ្យពាក់បានម្ដងទៀតហ្នឹងក៏វាច្រើនដូចគ្នាអញ្ចឹងបើសិនជាបងគិតថាយុវជនឬក៏យុវវ័យក្មេងៗឥឡូវបើសិនជាគាត់ធ្វើទៅតាមចំណុចហ្នឹងច្រើនគឺបងគិតថាវាអាចនឹងមានផលប្រយោជន៍ច្រើនជាងនៅពេលដែលយើង follow trend ហើយយើងទិញកៅអៅមកថ្មីថែមមកថ្មីអញ្ចឹងចំពោះយុវវ័យយុវជនទាំងអស់គ្នាដែលគាត់ចូលចិត្ត fashion តែគាត់ចង់ដូចថាកាត់បន្ថយកាកសំណល់អស់ផលប៉ះពាល់ទៅលើបរិស្ថានបងអាចមានជាយោបល់អីទៅឲ្យពួកគាត់បងគិតថាទី1គឺយើងត្រូវដឹងថានៅក្នុងទូកៅអៅតើយើងមានអីខ្លះយើងត្រូវដឹងថារបស់ណាដែលយើងអាចនឹងពាក់បានយូរពាក់បានច្រើនហើយនឹងការថែទាំមិនអញ្ចឹងការថែទាំហ្នឹងបងគិតថាបើសិនជាយើងដឹងខ្លះក៏វាអាចជួយបានដែរយើងមិនបាច់ធ្វើទៅតាម100%ហ្មងទេអញ្ចឹងទៅយើងអាចនឹងឆែកមើលទៅឧទាហរណ៍ថានេះយើងស្រឡាញ់យើងអាសាពាក់ឆែកមើលផ្លាករបស់គេហ្នឹងថាគេមានវិធីថែទាំហ្នឹងគេត្រូវធ្វើមិនខ្លះឧទាហរណ៍ថាគេអត់ឲ្យត្រូវអត់ឲ្យអត់ឲ្យត្រូវក្តៅឬក៏អត់ឲ្យអីអញ្ចឹងទៅហ្នឹងយើងអាចឆែកមើលបានហើយយើងមើលទៅថាសម្លៀកបំពាក់ណាដែលយើងឈប់ពាក់នៅពេលដែលសម្លៀកបំពាក់យើងឈប់ពាក់យើងអាចនឹងបត់វាទុកម្ដុំទៅយើងអាចយកទៅចែកកុមារកំព្រាឬក៏ចែកបងប្អូនអីឬក៏ក្មេងៗបន្តក៏បានដែរហើយយើងអាចនឹងសេចមើលដោយសារបងគិតថាលើវារៀងស្រួលដែរយើងមិនបាច់ចំណាយពេលច្រើនដើម្បីយកទៅដល់កន្លែងគេផ្ទាល់ទេយើងអាចនឹងដាក់ delivery ឬក៏យើងអាចតាក់ទងទៅខាងគេទៅគេប្រាប់ថាមានអ្នកគេមកយកឬក៏មានខាងណាដែលគេអាចនឹងទទួលអីអញ្ចឹងគឺវាងាយស្រួលមែនតើក្នុងការបរិច្ចាគនឹងហើយវាអត់ចង់ថាយើងវាអត់ចូលទៅក្នុងកន្លែងដែលគេដុតសម្រាមឬក៏វាអត់ចូលទៅខាងទន្លេឬក៏អីអញ្ចឹងទៅសម្រាប់មួយទៀតនៅពេលដែលយើងធ្វើការស្លៀកពាក់ហ្នឹងបងដឹងថាចង់តែធ្វើខ្លួនស្អាតតែបងយល់ប៉ុន្តែនៅពេលដែលធ្វើខ្លួនហ្នឹងគួរតែគិតទៅដល់សម្លៀកបំពាក់ហ្នឹងថាយើងគួរតែទិញអីបន្ថែមហើយនៅពេលដែលទិញហ្នឹងគឺរបស់ហ្នឹងគឺយើងអាចនឹងមើលឃើញខ្លួនឯងពាក់នៅក្នុងពេលយូរអង្វែងអត់យើងមិនបាច់ថានិយាយថាក្នុងពេល5ឆ្នាំអីទៅមុខទេយើងអាចនឹងនិយាយថា1ឆ្នាំឬក៏អាចនឹង2ឆ្នាំអីក៏វាបានគ្រាន់បើជាងឥឡូវហ្នឹងដែរបើសារតាមការស្វែងរកឬក៏តាមការប្រមូលព័ត៌មានរបស់បងនៅក្នុងខាងក្នុងក្រុមការងារឬក៏កន្លែងធ្វើការរបស់បងហ្នឹងគឺគេបានដឹងថានៅក្នុងអាវមួយអញ្ចឹងភាគច្រើនគឺពាក់បានតែត្រឹម8ដងទេដែលគេបោះចោលអញ្ចឹងវាមានជីវិតខ្លីមែនតើហើយបើណែគិតទៅបើសិនជា8ដងបើយើងគិតទៅវាអាចអត់ដល់3ខែអីផងហ្នឹងយ៉ាងច្រើន1ខែឬក៏2ខែហ្នឹងអញ្ចឹងបងគិតថាវាប៉ះពាល់មែនតើប៉ះពាល់ទៅលើបរិស្ថានក៏ប៉ះពាល់ទៅលើថវិកាហើយយ៉ាងវាផលប៉ះពាល់ច្រើនអញ្ចឹងបើសិនជាយើងគិតទៅដល់ខាងហ្នឹងថាឲ្យវាមានជីវិតយូរអង្វែងយ៉ាងម៉េចវានឹងជួយយើងច្រើនហើយមួយទៀតតកតងជាមួយនឹងការតែងខ្លួននឹងដូចគ្នាបងគិតថាបើសិនជាយើងបានទៅសាកផ្ទាល់ណាកាត់បន្ថយការទិញអនឡាញគឺកាន់តែល្អព្រោះឯនៅពេលដែលយើងទៅទិញផ្ទាល់គឺយើងបានប៉ះសាច់កណាត់គឺយើងបានសាកពាក់កៅអៅហ្នឹងលោកៅអៅហ្នឹងមើលបងចង់សង្កត់ទៅលើការប៉ះសាច់កណាត់បន្តិចទី1យើងឆែកមើលផ្លាកទៅថានៅក្នុងហ្នឹងសាច់ហ្នឹងគឺវាធម្មជាតិឬក៏វាមានជាតិជ័រឬក៏វាមានអីនៅក្នុងហ្នឹងឆែកមើលទៅដោយសារនៅពេលដែលយើងឲ្យទិញកៅអៅយើងតែងតែចង់ឲ្យវាមានតម្លៃសមរម្យជាមួយនឹងសម្លៀកបំពាក់ឲ្យត្រូវអត់អញ្ចឹងយើងឆែកមើលទៅបើសិនជាវាមានជាតិជ័រច្រើនយើងអត់គួរឲ្យតម្លៃថ្លៃទៅដល់ដូចកណាត់ធម្មជាតិទេដោយសារកណាត់ធម្មជាតិយើងចំណាយពេលច្រើនសម្រាប់បង្កើតហើយក៏វាមានដំណើរការច្រើននៅក្នុងការបង្កើតដូចគ្នាអញ្ចឹងបើសិនជាយើងទិញឲ្យតម្លៃរបស់ធម្មជាតិជាមួយនឹងរបស់ plastic ដែលគេបង្កើតនៅក្នុង lab តម្លៃដូចគ្នាអញ្ចឹងគឺវាអត់សមរម្យហើយក៏វាអត់ចង់និយាយថាវាមានផលប៉ះពាល់ទៅក្នុងជីវិតនៅក្នុងវិស័យ fashion ឬក៏ថ្ងៃទៅមុខចឹងដូចគ្នាដោយសារបើសិនជាគេគិតថាគេអាចនឹងលក់តម្លៃប៉ុណ្ណឹងបានដូចគ្នាអញ្ចឹងថ្ងៃមុខគេបង្កើតប្រភេទ polyester ហ្នឹងច្រើនគេកាត់បន្ថយការប្រើប្រាស់របស់ធម្មជាតិហ្នឹងច្រើនហើយតើអត់ព្រោះលក់បានដូចគ្នាហើយគេបង្កើតស្រួលជាងសូមអរគុណច្រើនបងសម្រាប់ការចែកម្លែកមួយពួកយើងថ្ងៃនេះហើយចំពោះអ្នកស្ដាប់ទាំងអស់គ្នាការប្រើប្រាស់ដោយចេះគិតគូរហ្នឹងយើងមិនបានន័យថាយើងឈប់
ទិញសម្លៀកបំពាក់មកថ្ងៃគ្រាន់ថាយើងត្រូវចេះទិញដោយជ្រើសរើសកណាត់ជ្រើសរើសប្រភេទកណាត់ហើយនឹងជ្រើសរើសម៉ូដកៅអៅដែលត្រូវជាមួយយើងដូចគ្នាអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នានឹងជួបគ្នានៅវគ្គក្រោយជាមួយនឹងការស្វែងយល់អំពីគុណភាពកៅអៅជាជាងបរិមាណកៅអៅ